សម័យមួយព្រះមានព្រះភាទ្រង់គង់នៅវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថីគ្រានោះឯងព្រះមហាកស្សបៈមានអាយុចូលទៅគាល់ព្រះមានព្រះភាលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះមានព្រះភារួចអង្គុយក្នុងទីដ៏សមគួរលុះព្រះមហាកស្សបៈមានអាយុអង្គុយក្នុងទីដ៏សមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាក្នុងកាលពីដើមមានសិក្ខាបទតិចតែមានភិក្ខុបានសម្រេចព្រះអរហត្តផលច្រើនបបិទ្ធព្រះអង្គដ៏ចម្រើនហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាឥឡូវនេះមានសិក្ខាបទច្រើនតែមានភិក្ខុបានសម្រេចព្រះអរហត្តតិច200មនាលកស្សបៈហេតុនោះតែមានយ៉ាងនេះឯងកាលបើពួកសត្វសាបសូន្យទៅព្រះសទ្ធម្មក៏អន្តរធានទៅដែរបានជាមានសិក្ខាបទច្រើនមានពួកភិក្ខុបានសម្រេចព្រះអរហត្តតិចមនាលកស្សបៈសទ្ធម្មបដិរូបគឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្មមិនបានកើតឡើងក្នុងលោកដរាបណាការអន្តរធាននៃព្រះសទ្ធម្មក៏មិនមានដរាបនោះមនាលកស្សបៈសទ្ធម្មបដិរូបកើតឡើងក្នុងលោកកាលណាការអន្តរធាននៃព្រះសទ្ធម្មក៏មានកាលនោះមនាលកស្សបៈជាតិរូបបដិរូបគឺរបស់ដែលស្រដៀងនឹងមាសមិនទាន់កើតឡើងក្នុងលោកដរាបណាការអន្តរធាននៃមាសក៏មិនមានដរាបនោះមនាលកស្សបៈជាតិរូបបដិរូបគឺរបស់ដែលស្រដៀងនឹងមាសកើតឡើងក្នុងលោកកាលណាការអន្តរធាននៃមាសក៏មានក្នុងកាលនោះយ៉ាងណាមិញមនាលកស្សបៈសទ្ធម្មបដិរូបមិនកើតឡើងក្នុងលោកដរាបណាការអន្តរធាននៃព្រះសទ្ធម្មក៏មិនមានដរាបនោះមនាលកស្សបៈសទ្ធម្មបដិរូបកើតឡើងក្នុងលោកកាលណាការអន្តរធាននៃព្រះសទ្ធម្មក៏មានក្នុងកាលនោះយ៉ាងនោះឯង201មនាលកស្សបៈបថវៃធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេអបោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេដែលយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេវាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេមានតែពួកមុខបរោះដែលកើតឡើងក្នុងលោកនេះទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបានមនាលកស្សបៈដោយទូកលិចចុះដោយការផ្ទុករបស់យ៉ាងណាមនាលកស្សបៈការអន្តរធាននៃព្រះសទ្ធម្មមិនមែនយ៉ាងនោះទេ202មនាលកស្សបៈធម៌5ប្រការនេះថយចុះតែប្រព្រឹត្តទៅដើម្បីវិនាសដើម្បីសាបសូន្យនៃព្រះសទ្ធម្មធម៌5ប្រការតើដូចម្ដេចខ្លះមនាលកស្សបៈពួកភិក្ខុភិក្ខុនីឧបាសកឧបាសិកាក្នុងសាសនានេះជាអ្នកមិនគោរពមិនកោតក្រែងចំពោះព្រះសាស្តាមួយជាអ្នកមិនគោរពមិនកោតក្រែងចំពោះព្រះធម៌មួយជាអ្នកមិនគោរពមិនកោតក្រែងចំពោះព្រះសង្ឃមួយជាអ្នកមិនគោរពមិនកោតក្រែងចំពោះសិក្ខាមួយជាអ្នកមិនគោរពមិនកោតក្រែងចំពោះសមាធិមួយមនាលកស្សបៈធម៌ទាំង5ប្រការនេះឯងថយចុះតែងប្រព្រឹត្តទៅដើម្បីវិនាសដើម្បីសាបសូន្យនៃព្រះសទ្ធម្ម203មនាលកស្សបៈធម៌ទាំង5ប្រការនេះតែងប្រព្រឹត្តទៅដើម្បីតាំងនៅដើម្បីមិនវិនាសមិនសាបសូន្យនៃព្រះសទ្ធម្មធម៌ទាំង5ប្រការតើដូចម្ដេចខ្លះមនាលកស្សបៈពួកភិក្ខុភិក្ខុនីឧបាសកឧបាសិកាក្នុងសាសនានេះជាអ្នកគោរពកោតក្រែងចំពោះព្រះសាស្តាមួយជាអ្នកគោរពកោតក្រែងចំពោះព្រះធម៌មួយជាអ្នកគោរពកោតក្រែងចំពោះព្រះសង្ឃមួយជាអ្នកគោរពកោតក្រែងចំពោះសិក្ខាមួយជាអ្នកគោរពកោតក្រែងចំពោះសមាធិមួយមនាលកស្សបៈធម៌ទាំង5ប្រការនេះឯងតែងប្រព្រឹត្តទៅដើម្បីតាំងនៅដើម្បីមិនវិនាសមិនសាបសូន្យនៃព្រះសទ្ធម្មចប់សូត្រទី13